ថ្ងៃមុនយើងបានមើលពីមុខងារ Windows នៅក្នុងកម្មវិធី DaVinci Resolve ហើយយើងបានធ្វើការអនុវត្តតែសម្រាប់រូបភាពណាដែលប្លង់ដែលមានចលនាប៉ុណ្ណឹងហើយអញ្ចឹងថ្ងៃនេះយើងនឹងទៅមើលពីរបៀបដែលយើងធ្វើការ drag ឬក៏ធ្វើឲ្យបន្ទាត់មុខងាររបស់យើងនឹងរត់ទៅតាមរូបភាពរបស់យើងឬក៏ប្លង់ដែលយើងមានចលនានឹងជាមួយនឹងមុខងារ tracker នៅក្នុងកម្មវិធី DaVinci Resolve កម្មវិធី DaVinci Resolve មានមុខងារដែលយើងអាចធ្វើការកែប្រែរូបភាពរបស់យើងទៅតាមតំបន់មួយតាមផ្នែកមួយដែលជាដំណាក់កាលមួយដែលយើងហៅថា secondary color correction ដោយប្រើទម្រង់បន្ទាត់មានដូចជារង្វង់មូលការ៉េឬគូសទៅតាមទម្រង់ដែលចង់បានជាដើមហើយដើម្បីជៀសវាងការប្រើ keyframe ដើម្បីឲ្យទម្រង់មុខងារ secondary window រត់ទៅតាមតំបន់ពណ៌ដែលមានចលនានោះយើងមានមុខងារ tracker ដើម្បីចាប់យកចលនាដែលមាននៅក្នុងរូបភាពរាប់ចាប់តាំងពីទីតាំងទំហំ30នោះមានបង្វិលឬក៏អត់នៅក្នុងលំហ CD ជាដើមមុខងារចាប់ចលនានៅក្នុងប្លង់រូបភាព tracker ត្រូវបានបែងចែកជា3ផ្នែកនោះគឺ window mode, stabilizer mode និង FX mode ដែលផ្នែក window mode គឺជាផ្នែកដែលយើងតែងតែធ្វើការច្រើនដោយយើងប្រើ window របស់យើងធ្វើចលនាទីតាំង 2D និង 3D ទៅតាមចលនាដែលកំពុងតែមាននៅក្នុងប្លង់បន្តមកទៀតយើងមាន stabilizer mode ដែលផ្នែកនេះគឺដូចគ្នាទៅនឹង stabilizer នៅក្នុង inspector នៅក្នុងទំព័រកាត់តដែរផ្នែកនេះនឹងជួយកាត់បន្ថយលំញ័រនៅក្នុង clip របស់យើងឃើញថាមុខងារ stabilizer នេះយើងមានម្ដងហើយនៅក្នុងទំព័រ edit page ប៉ុន្តែឥឡូវនេះយើងចូលដល់ទំព័រ color page ម្ដងហើយយើងឃើញមាន stabilizer នេះម្ដងទៀតហើយបន្តមកទៀត stabilizer នេះគឺនៅក្នុង tracker ទៀតអញ្ចឹងមានន័យថាកន្លែងនេះគឺចង់មានន័យថាដែលហៅថាមុខងារ tracker គឺត្រូវការធ្វើការជាមួយនឹងទិន្នន័យចលនារូបភាពអញ្ចឹងការដែលមាន stabilizer ដើម្បីជួយសម្រួលប្លង់របស់យើងកុំឲ្យញឹកញាប់នឹងជាមុនសិនគឺមុននឹងយើងធ្វើការជាមួយ tracker គឺគិតថាអាចនឹងចាំបាច់ផងដែរដែលយើងមាន stabilizer នៅក្នុងមុខងារ tracker នេះផ្នែកចុងក្រោយគេនោះគឺ tracker FX ដែលមានមុខមាត់ស្រដៀងទៅនឹងផ្នែក2មុនដដែលទាស់តែត្រង់ផ្នែកនេះគឺប្រើសម្រាប់ចាក់ effect ផ្សេងៗទៅតាមតំបន់ដែលមានចលនាខ្លះនេះយើងមកមើលពីមុខងារ tracker window របស់យើងសិនដូចដែលឈ្មោះរបស់មុខងារនេះបានបង្ហាញអញ្ចឹងគឺយើងមាន tracker ហើយយើងមាន window ទៀតមានន័យថាមុននឹងយើងចូលមកដល់កន្លែងនេះគឺយើងត្រូវធ្វើការជាមួយនឹង window សិនមានន័យថាឧទាហរណ៍មួយថាប្លង់មួយហ្នឹងយើងចង់ធ្វើការកែប្រែតែមួយ block ឬក៏មួយតំបន់ហ្នឹងទេយើងយកមុខងារ window មកគូសមកតំបន់ហ្នឹងសិនហើយបន្តមកទៀតយើងចូលមកដល់មុខងារ tracker នេះហើយបានយើងធ្វើការឲ្យមុខងារ tracker នេះគណនានឹងចាប់យកចលនាហើយបន្តមកទៀតបាន assign តម្លៃទាំងអស់នោះចូលទៅក្នុងមុខងារ window ដែលយើងបានបង្កើតមិញហ្នឹងចូលមកដល់ tracker window នៅផ្នែកខាងលើនេះយើងឃើញមានក្របចុចដើម្បីគណនាចលនាទៅតាមចំនួនរូបភាពដែលមាននៅក្នុង clip ដែលមានរាប់ចាប់ពីគណនាតែមួយសន្លឹកថយក្រោយ drag one frame reverse រហូតដល់គណនាតែមួយសន្លឹកទៅមុខ drag one frame forward ហើយក្របចុចដែលខ្ញុំបានប្រើជាងគេនៅត្រង់នេះនោះគឺគណនាទៅមុខទៅក្រោយ drag forward and reverse ព្រោះជួនកាលយើងកំពុងស្ថិតនៅពាក់កណ្ដាល clip ជាដើមហ្នឹងហើយចំពោះផ្នែកបន្តទៀតមានដូចជា pan tilt zoom rotate 3D អីហ្នឹងគឺជាធម្មតាគឺត្រូវគូស tick ជាប់តែម្ដងជាមុខងារបើកឲ្យ tracker ធ្វើការគណនាដោយសេរីទៅតាមគន្លង 2D និង 3D បន្តមកទៀតយើងមាន clip និង frame ដែលជាទូទៅគឺយើងឈប់នៅលើមុខងារ clip ដែលជាមុខងារឲ្យ tracker គណនាលើ clip របស់យើងដោយសារប្រវត្តិតែបើយើងយក frame នោះមានន័យថាវានឹងនៅតែគណនាដដែលទេតែយើងអាចមានជម្រើសធ្វើការកែប្រែទីតាំងខ្សែបន្តរបស់យើងបន្ថែមទៀតបើយើងឈរនៅលើមុខងារ frame នេះនៅខាងក្រោមនេះយើងឃើញមាន the tracker graph ដែលជាខ្សែទិន្នន័យបង្ហាញពីការធ្វើការរបស់មុខងារ tracker នៅពីក្រោមនោះទៀតយើងឃើញមានមុខងារបិទបើកក្របទិន្នន័យដែលត្រូវបានបង្កើតដោយមុខងារ tracker ជាមួយនឹងបើកចែកវិជា cloud tracker ដែលនៅត្រង់នេះមានឈ្មោះថា interactive mode ហើយយើងឃើញមាន insert set point និង delete ជាដើមនៅចុងក្រោយនេះយើងឃើញមានបច្ចេកវិទ្យាគណនាពីរប្រភេទដែលយើងអាចយកមកប្រើប្រាស់បាននោះគឺ cloud tracker និង point tracker នៅត្រង់នេះយើងឃើញថាយើងមានបច្ចេកវិទ្យាពីរដែល DaVinci Resolve ដែលយើងប្រើប្រាស់បាននោះយើងមាន cloud tracker និង point tracker ដែល cloud tracker នេះគឺប្រើនៅបច្ចេកវិទ្យា AI ដែលចេញជំនាន់ចុងក្រោយនេះហើយដែល cloud tracker ពេលដែលយើងប្រើវាទៅវានឹងធ្វើការគណនាទៅ automatic តាម 2D ឬក៏ 3D ជាដើមហ្នឹងចំណែកឯ point tracker គឺជាបច្ចេកវិទ្យាមុនដែលប្រើចំណុចក្របចុចសញ្ញាបូកដើម្បីយើងយកមក point តាម point របស់យើងហ្នឹងហើយឲ្យមុខងារ DaVinci Resolve tracker ធ្វើការគណនាអញ្ចឹងនៅត្រង់នេះឧទាហរណ៍ថាយើងចង់កែប្រែពណ៌និងពន្លឺទៅលើស្លាកលេខរថយន្តរបស់យើងនេះអញ្ចឹងជំហានដំបូងយើងមាន note ថ្មីមួយសិនមកបន្តមកទៀតយើងចូលទៅ window ហើយជ្រើសរើសយកទម្រង់ចតុកោណកែងមកយើងគ្រាន់តែចុចលើមុខងារនេះវានឹងបង្កើតចតុកោណកែងមួយឲ្យយើងហើយបន្តមកទៀតយើងចាប់ទាញជ្រុងរបស់ចតុកោណកែងរបស់យើងឲ្យត្រូវគ្នាជាមួយស្លាកលេខរថយន្តរបស់យើងមកហើយដើម្បីពង្រីកទំហំ viewer ឲ្យកាន់តែធំយើងបង្វិលកងលើ mouse របស់យើងមកហើយដើម្បីចាប់ទាញ viewer ទៅមកបានយើងចុចដុំបង្វិលលើ mouse របស់យើងឲ្យជាប់ហើយអូសទៅឆ្វេងទៅស្ដាំ
តាមទៅលើទៅក្រោមអញ្ចឹងមកនោះគឺមានន័យថាយើងកំពុង overview របស់យើងទៅមកហើយដើម្បីងាយស្រួលធ្វើការជាមួយនឹង Windows របស់យើងហើយបន្តមកទៀតយើងចាប់ផ្ដើមធ្វើការបន្ថែមទៀតទៅលើទម្រង់ចតុកោណកែងរបស់យើងមកនិងធ្វើការជាមួយ softness បន្ថែមទៀតដើម្បីទទួលបាន selection មួយដ៏ល្អត្រូវជាមួយនឹងតំបន់ដែលយើងចង់ធ្វើការកែប្រែពណ៌និងពន្លឺបន្ទាប់មកយើងបានធ្វើការជាមួយ Windows រួចរាល់ហើយយើងត្រឡប់មក tracker របស់យើងវិញមករួចចុចពាក្យថា drag forward and reverse ដើម្បីឲ្យមុខងារ tracker ធ្វើការចាប់យកបំរែបំរួលចលនារបស់ស្លាកដៃរបស់យើងជាមួយនឹងទម្រង់ចតុកោណកែងដែលយើងបានធ្វើការបង្កើតអំបញ្ញនេះអញ្ចឹងបន្ទាប់ពីយើងបានធ្វើការ track រួចហើយយើងឃើញថាទម្រង់បន្តចតុកោណកែងរបស់យើងហ្នឹងគឺវារត់តាមស្លាកលេខដែលយើងបានធ្វើការ select មិញហ្នឹងអញ្ចឹងនេះគឺជាការកែប្រែពណ៌និងពន្លឺទៅលើទម្រង់ window មួយដែលយើងបានបង្កើតទៅលើ clip ដែលមានចលនាឥឡូវនេះយើងសាកចូលទៅមុខងារកែប្រែពណ៌និងពន្លឺរបស់យើងវិញមកដើម្បីសាកកែប្រែអ្វីដែលយើងបានធ្វើការនៅក្នុងមុខងារ window និង tracker របស់យើងចូលមកដល់មុខងារ point tracker វិញម្ដងដែលនៅទីនេះយើងឃើញថាយើងមានក្របចុចសញ្ញាបូកអាចនឹងបង្កើតពី1 2 3 4អញ្ចឹងមកហើយដល់ពេលដែលយើងបង្កើតក្របចុចសញ្ញាបូកនោះហើយយើងយកវាទៅដាក់ទៅលើតំបន់រូបភាពរបស់យើងត្រង់កន្លែងណាដែលមានគម្លាតពណ៌និងពន្លឺខ្លាំងដើម្បីចាប់យកបំរែបំរួលចលនានៅក្នុងប្លង់របស់យើងជាក់ស្ដែងយើងចាប់ផ្ដើមពី Windows ដដែលដែលយើងគូសទម្រង់ចតុកោណកែងដដែលនឹងមករួចយើងបានធ្វើការជាមួយនឹង softness រួចរាល់ហើយបន្តមកទៀតយើងចូលមកមុខងារ tracker របស់យើងហើយនៅផ្នែកខាងក្រោមខាងស្ដាំគេនេះយើងជ្រើសរើសយក point tracker ព្រោះយើងនឹងមកមើលមុខងារមួយនេះបន្ទាប់ពីបានជ្រើសរើសយក point tracker ហើយយើងចុចទៅលើ add tracker point ដើម្បីបង្កើតសញ្ញាបូករួចយើងចាប់ទាញសញ្ញាបូកដែលបានបង្កើតថ្មីមួយនេះមកបាទដាក់លើតំបន់ដែលមានគម្លាតពណ៌ខ្លាំងនៅក្បែរឬនៅក្នុងទម្រង់ចតុកោណកែងដែលយើងទើបតែបានបង្កើតដើម្បីប្រកាសថាទទួលបានការចាប់បំរែបំរួលចលនាល្អបំផុតហើយដើម្បីប្រកាសថាមុខងារ tracker point របស់យើងនឹងធ្វើការបានល្អយើងអាចបង្កើត tracker point បន្ថែមទៀតជួយមកដាក់លើចំណុចបន្ថែមទៀតហើយជាក់ស្ដែងឥឡូវនេះយើងបានបង្កើត tracker point 4មកដាក់លើគម្លាតពណ៌លើ game ស្លាកដៃរបស់យើងបន្ទាប់ពីបានបង្កើត tracker point ហើយយើងអាចឲ្យមុខងារ tracker point របស់យើងធ្វើការកណនាបានហើយដោយចុចទៅលើ drag forward and reverse ដើម្បីឲ្យមុខងារនេះធ្វើការកណនាទៅមុខនិងទៅក្រោយហើយបន្ទាប់ពីបានកណនារួចអស់ហើយនោះយើងអាចធ្វើការងារនៅលើការកែពណ៌និងពន្លឺបានហើយចូលមកដល់មុខងារ stabilizer នេះវិញម្ដងនៅក្នុងមុខងារ tracker នៅក្នុងកម្មវិធី DaVinci Resolve ដូចដែលយើងបានដឹងពីមុនអញ្ចឹងគឺ stabilizer នេះគឺអត់មានអីខុសគ្នាពី stabilizer នៅក្នុងទំព័រ edit page ទេដែលពេលដែលយើងចូលមកដល់នោះយើងគ្រាន់តែចុចទៅលើ stabilizer នោះមុខងារ tracker នឹងចាប់ផ្ដើមធ្វើការកណនានិងកាត់បន្ថយលំញ័រនៅក្នុង clip របស់យើងហើយចូលមកដល់ផ្នែកចុងក្រោយនៅក្នុងមុខងារ tracker របស់យើងគឺយើងមាន drag effects ដែរមុខងារនេះគឺនឹងអនុញ្ញាតឲ្យយើងធ្វើការចាក់ effect ណាមួយទៅលើ clip របស់យើងហើយយើងនឹងធ្វើការ drag clip នោះ direct ផ្ទាល់តែម្ដងទៅតាមតំបន់រូបភាពដែលមានចលនារបស់យើងឧទាហរណ៍ងាយៗយើងមាន clip មួយនេះយើងបង្កើត note ថ្មីមួយមករួចយើងបើក effect របស់យើងហើយយើងសាកទាញវារកមកពាក្យថា dance ដែលជា effect ធ្វើឲ្យមានសភាពប៉ោងហើយយើងមកដាក់លើច្រមុះហើយយើងទាញសេរីចុះឡើងហើយបន្តមកទៀតយើងបិទ note របស់យើងសិនមកត្រឡប់មកមុខងារ tracker របស់យើងវិញយើងចូលទៅផ្នែក tracker effect រួចចុចលើ add tracker point ដើម្បីបង្កើតសញ្ញាបូកតាមចលនាក្នុងប្លង់របស់យើងហើយទីសញ្ញាបូកនេះមកតំបន់ដែលមានគម្លាតពណ៌ខ្លាំងនៅជិត effect ដែលយើងទើបតែបានដាក់ចូលនឹងមករួចហើយចុចទៅលើ drag forward and reverse ដើម្បីទុកឲ្យមុខងារ tracker ធ្វើការកណនាបំលាស់ទីតាំងនៅរូបភាពរបស់យើងបន្ទាប់ពីបានកណនារួចរាល់អស់ហើយយើងសាកចុចបើក effect ដែលយើងទើបតែបានដាក់ចូលមិនមែននេះមកហើយសាក play clear របស់យើងមកដើម្បីពិនិត្យមុខលទ្ធផលយើងឃើញថាមុខងារ tracker នៅក្នុងកម្មវិធី DaVinci Resolve គឺត្រូវបានចែកជា3ផ្នែកគឺធ្វើការចាប់យក window របស់យើងមក track ហើយបន្តមកទៀតមានមុខងារ stabilizer ក្នុងនោះផងដែរហើយចុងក្រោយអាច track effect របស់យើងជាប់ជាមួយនឹងប្លង់រូបភាពដែលមានចលនារបស់យើងនឹងអញ្ចឹងខ្លីៗពី tracker មានប៉ុណ្ណេះជួបគ្នានៅវីដេអូបន្តទៀត